ទេសបារាំងយកចិត្តទុកដាក់និងតាមដានបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាលោកប្រធានាធិបតីបារាំងអេម៉ានូអែលម៉ាខុងបាននិយាយថាប្រទេសបារាំងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាដោយលោកធ្លាប់បានលើកឡើងពីបញ្ហានេះនៅក្នុងកិច្ចសន្ទនាជាមួយអង្គការសង្គមស៊ីវិលកម្ពុជានិងប្រជាជាតិខ្មែរនៅក្រៅប្រទេសក៏ដូចជានៅក្នុងកិច្ចសន្ទនានយោបាយជាមួយកម្ពុជានិងវេទិកាពហុភាគីជាមួយគ្នានេះផងដែរលោកបានលើកឡើងថាប្រទេសបារាំងបន្តតាមដានយ៉ាងម៉ឺងម៉ាត់ចំពោះការវិវត្តនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានេះលោកអេម៉ានូអែលម៉ាខុងលើកឡើងបែបនេះនៅក្នុងលិខិតមួយតាមរយៈប្រធានខុទ្ទកាល័យរបស់លោកចុះថ្ងៃទី29ខែមករាឆ្នាំ2026ឆ្លើយតបនឹងលោកអឹងជុងលៀងអនុប្រធានបណ្ដាញយុវជនកម្ពុជាសកលនិងបច្ចុប្បន្នជាប្រធានក្រុមជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យានៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23លោកអឹងជុងលៀងកាលពីចុងខែវិច្ឆិកាឆ្នាំ2025បានសរសេរលិខិតមួយទៅកាន់ប្រធានាធិបតីបារាំងអេម៉ានូអែលម៉ាខុងលើកឡើងអំពីការព្រួយបារម្ភចំពោះការគំរាមកំហែងឆ្លងដែនពីសំណាក់របបទីក្រុងភ្នំពេញដែលដឹកនាំដោយក្រុមគ្រួសារលោកហ៊ុនសែនលោកអឹងជុងលៀងបានលើកអំពីការចាប់ខ្លួនលោកសុកសុនណារ៉េតឪពុករបស់លោកសនតារាដើម្បីបង្ខំឲ្យលោកសនតារាឈប់និយាយរិះគន់របបលោកហ៊ុនសែននិងឃាតកម្មលើអតីតតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិលោកលឹមកំយ៉ានៅក្នុងលិខិតឆ្លើយតបដដែលនេះលោកអេម៉ានូអែលម៉ាខុងបានបន្តអន្តរាគមន៍ជូនខ្លឹមសារនៃការស្នើសុំឲ្យយុវជនអឹងជុងលៀងចំពោះការព្រួយបារម្ភការគំរាមកំហែងឆ្លងដែនទៅកាន់រដ្ឋមន្ត្រីក្រសួងការបរទេសបារាំងលោកហុងនូអែលបារ៉ូនិងបញ្ជាឲ្យទំនាក់ទំនងផ្ទាល់ជាមួយយុវជនអឹងជុងលៀងជុំវិញករណីនេះចំពោះករណីឃាតកម្មលើលោកលឹមកំយ៉ាប្រទេសបារាំងបានតាមដានយ៉ាងម៉ឺងម៉ាត់ចំពោះការស៊ើបអង្កេតរបស់អាជ្ញាធរថៃនិងបានជំរុញឲ្យតុលាការប្រទេសបារាំងបើកសំណុំរឿងតាមផ្លូវតុលាការផងដែររាយការណ៍ព័ត៌មានដល់នាងខ្ញុំបេឡាពីរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23